បងប្អូនដឹងទេការដាំបន្លែមិនត្រឹមតែដើម្បីបានបន្លែញ៉ាំនោះទេប៉ុន្តែវាបានបង្រៀនមេរៀនជីវិតដ៏មានតម្លៃដល់យើងមេរៀនទី1គឺភាពអត់ធ្មត់យើងមិនអាចដាំគ្រាប់ពូជនៅថ្ងៃនេះហើយចង់បេះផ្លែផ្កានៅថ្ងៃស្អែកបានឡើយជីវិតក៏ដូចគ្នាភាពជោគជ័យត្រូវការពេលវេលានិងការមើលថែដោយយកចិត្តទុកដាក់បំផុតមេរៀនទី2គឺភាពស្មោះត្រង់យើងផ្ដល់ទឹកស្អាតយើងផ្ដល់ជីធម្មជាតិយើងនឹងបានផលជាបន្លែសុខភាពបើជីវិតយើងសាបព្រោះសេចក្តីល្អនិងភាពស្មោះត្រង់យើងនឹងទទួលបានមកវិញនូវសេចក្តីសុខនិងទំនុកចិត្តពីមនុស្សជុំវិញខ្លួនមនុស្សជាច្រើននៅទីក្រុងតែងតែរអ៊ូថាគ្មានដីដាំដុះគ្មានខ្យល់បរិយាកាសល្អប៉ុន្តែបើចិត្តយើងចង់យើងអាចបង្កើតតំបន់បៃតងដោយដៃយើងផ្ទាល់កុំចាំឱកាសមកដល់យើងត្រូវបង្កើតឱកាសដោយខ្លួនឯងទោះវានៅលើដំបូលផ្ទះតូចចង្អៀតក៏ដោយចាប់ផ្ដើមពីចំណុចតូចៗដើម្បីសុខភាពនិងក្តីសុខរបស់គ្រួសារយើងនៅថ្ងៃស្អែកខ្ញុំធ្វើបានបងប្អូនក៏ធ្វើបានពីខ្ញុំកសិករទីក្រុង